បាទសួរបងប្អូនរឿងថ្មីមួយទៀតគឺបញ្ហា PTT ស្រុកខ្មែរដែលប្រហែលថ្ងៃនេះទោះរឿងលោកគ្រូសង្ឃជាបែកញែករឿងអ្នកពហិការហើយនឹងសម្រាប់គាត់នៅតែចូលទិញហើយនៅតែអាណិតអ្នកលក់ផលិតផលថៃប្រើប្រាស់លក់និយាយទៅគាត់នៅតែគ្រប់គ្រងអ្នកលក់ផលិតផលថៃយើងនិយាយជារួមថា PTT ចុះហើយយើងដឹងស្រាប់ហើយមកប្រទេសជាងពាក់កណ្ដាលប្រទេសដែលគេកំពុងពហិការដែលគេកំពុងពេញចិត្តរឿងថៃឆ្លៀនពៀនហើយជាងធ្វើនេះគឺមិនមែនជាសោបុគ្គលទេអានេះរឿងប្រទេសនិងប្រទេសហើយបើយើងយកធម៌ទៅដោះស្រាយរឿងប្រទេសនិងប្រទេសដូចជាវាមិនសូវត្រូវទេបងប្អូនបើយើងយកធម៌ទៅដោះស្រាយរឿងបុគ្គលអាហ្នឹងខ្ញុំគិតថាត្រូវជាព្រោះប្រទេសមានសង្គ្រាមទី1ប្រើយុទ្ធសាស្ត្រទី2អាវុធហើយនឹងស្ទៀងជាដើមអញ្ចឹងទៅប៉ុន្តែខណៈពេលនេះគឺសង្គ្រាមរវាងខ្មែរនិងថៃគឺមិនទាន់ចប់នៅឡើយទេនៅតែបញ្ជានៅពេលនៅតែមានមិនដឹងថាចប់ថ្ងៃណាពេលណាខែណាឆ្នាំណានោះទេអញ្ចឹងបើសិនជាយើងចូលខ្លួនមកការពាររបស់ថៃខ្ញុំជឿថាគាត់អណ្ដិតអ្នកដែលកាត់ប្រេនឆាយទេប៉ុន្តែអ្នកដែលពហិការហ្នឹងដោយសារពួកគាត់ឃើញអ្នកដែលកាត់ប្រេនឆាយហ្នឹងនៅតែនាំផលិតផលថៃលួចនាំចូលពិសេសនៅប្រេងសាំងអីជាដើមហ្នឹងហើយនៅតែលួចនាំចូលហ្នឹងប្រហែលថ្ងៃមុនបងប្អូនដឹងហើយរឿងសាច់បកកសាច់អីហ្នឹងអញ្ចឹងពេលខ្លះយើងអ្នកចេះដឹងម្នាក់ហើយនិយាយខុសពេលវេលាគឺវាមិនអត់ទេត្រូវបានគេជេរហើយត្រូវបានគេស្អប់ហើយត្រូវបានគេតេះដៀលហើយយើងមិនបាច់ទៅប្រកើនថាខ្ញុំនិយាយហ្នឹងអ្នកណាគេជេរទៅខ្ញុំចូល PTT អ្នកណាគេជេរទៅយកទៅបង្ហាជេរទៅអាហ្នឹងជាសិទ្ធិធនគេតែគេមិនពេញចិត្តគេជេរហើយអ្នកដែលគិតពិចារណាវែងឆ្ងាយដែលថាឲ្យស្ដាប់វីដេអូពេញហ្នឹងស្នាមទៅក៏នៅតែនឹងឯងនៃរួមគឺគាត់មិនចង់ឲ្យស្អប់ម្ចាស់កាត់ប្រេនឆាយគឺខ្មែរនឹងឯងប៉ុន្តែមកពីម្ចាស់ PTT នឹងនៅតែលួចនាំសាំងចូលបានគេកាន់តែមិនពេញចិត្តមែនទេបងប្អូនមើលឃើញអញ្ចឹងទេពេលខ្លះលួចដឹកមកទាំងយប់ហើយតែចូលតាមណាច្រកយើងបិទឲ្យនេះនៅតែលួចចូលបានពេលខ្លះខ្ញុំមិនយល់ដែរមិនយល់ថាថ្នាក់ដឹកនាំមេគាត់មិនដឹងថាមើលកូនចៅគាត់អត់បានគ្រប់ជ្រុងជ្រោយណាអានឹងជាអសមត្ថភាពមួយដែរឃើញមួយនាំចុះយើងត្រូវកាត់កន្លែងនឹងចោលទៅដើម្បីកន្លែងផ្សេងទៀតកុំឲ្យធ្វើអ្នកគ្រប់គ្រងប្រទេសមានឥទ្ធិពលអញ្ចឹងកុំឲ្យមានឥទ្ធិពលទៅលើអ្នករិះគន់ដើម្បីស្ថាបនាហ្នឹងក៏វាមិនល្អដែរបាទអរគុណច្រើនបងប្អូន